តើមានលក្ខខណ្ឌអីខ្លះបន្ទាប់ពីយើងទទួលបាន Green Card ទើបយើងមានសិទ្ធិប្រឡងចូលសញ្ជាតិអាមេរិកឬក៏ក្លាយទៅជាពលរដ្ឋសហរដ្ឋអាមេរិកសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់បញ្ចែកម្លែងលក្ខខណ្ឌចំនួន6លក្ខខណ្ឌដែលបងទៅរស់នៅអាមេរិកតាមរយៈកម្មវិធី B3 Visa ឬក៏តាមកម្មវិធីផ្សេងឬក៏ទទួលបាន Green Card ហើយអាចមានសិទ្ធិប្រឡងក្លាយជាពលរដ្ឋអាមេរិកឬក៏ចូលសញ្ជាតិអាមេរិកនិយាយទៅខ្លាំងទៅនេះជាសំណួរជាច្រើនដែលបងដែលមកប្រឹក្សាទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី Employment Based Visa ឬក៏ EB3 Visa ហ្នឹងចង់ដឹងថាតើបន្ទាប់ពីគាត់បានទៅដល់ Green Card ឬក៏បាន Green Card ហើយថាតើមានលក្ខខណ្ឌអីខ្លះឬក៏ពេលណាទើបគាត់អាចមានសិទ្ធិប្រឡងក្លាយទៅជាពលរដ្ឋសហរដ្ឋអាមេរិកបានអញ្ចឹងសម្រាប់បងដែលមើលវីដេអូនេះជាលើកទី1ខ្ញុំបាទឈ្មោះសាំបឌីខ្ញុំជាអ្នកប្រឹក្សាផ្នែកទៅរស់នៅសហរដ្ឋអាមេរិកអន្តរប្រវេសន៍ទៅតាមរយៈកម្មវិធី Employment Based Visa ឬក៏ EB3 Visa បើបងមើលវីដេអូនេះជាលើកទី1ហើយបងឃើញវីដេអូនេះជាចំណេះដឹងដល់បងទាំងអស់គ្នាសូមបងជួយធ្វើការ follow page Visa Hub យើងខាងលើដើម្បីទទួលបានព័ត៌មានផ្សេងពីច្បាប់អន្តរប្រវេសន៍ឬក៏ការទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 អញ្ចឹងថ្ងៃនេះចង់បញ្ចែករំលែកលក្ខខណ្ឌចំនួន6តែបងបាន Green Card តាមរយៈ EB3 ឬក៏តាមរយៈរៀបការក្តីដែលយើងត្រូវមានដើម្បីអាចប្រឡងចូលសញ្ជាតិអាមេរិកបានអញ្ចឹងលក្ខខណ្ឌទី1សម្រាប់បងដែលទៅតាមរយៈកម្មវិធី EB3 បងត្រូវទទួលបាន Green Card នឹងរយៈពេល5ឆ្នាំហើយទើបយើងគ្រប់លក្ខខណ្ឌដើម្បីប្រឡងសម្រាប់ទៅតាមរយៈការរៀបការគឺលឿនជាងមានន័យថាយើងកាន់ Green Card ត្រឹមតែរយៈពេល3ឆ្នាំនេះគឺយើងអាចចាប់ផ្ដើមប្រឡងចូលសញ្ជាតិពលរដ្ឋអាមេរិកបានហើយអញ្ចឹងនេះជាលក្ខខណ្ឌទី1លក្ខខណ្ឌទី2បងត្រូវមានអាយុយ៉ាងហោច18ឆ្នាំអញ្ចឹងយ៉ាងហោច18ឆ្នាំទើបយើងអាចប្រឡងចូលសញ្ជាតិអាមេរិកបានហើយសម្រាប់បងដែលមានចម្ងល់ថាអូចុះកូនខ្ញុំគាត់ទៅកាន់ Green Card គាត់អាយុ5ឆ្នាំ6ឆ្នាំ4ឆ្នាំ1ឆ្នាំតើគាត់លក្ខខណ្ឌយ៉ាងម៉េចអញ្ចឹងបងដែលចង់ដឹងថាមានលក្ខខណ្ឌយ៉ាងម៉េចសម្រាប់បងទាំងអស់គ្នា comment នៅខាងក្រោមយើងនឹងចេញវីដេអូថ្មីដើម្បីបង្ហាញពីលក្ខខណ្ឌទាំងអស់នោះអញ្ចឹងទី2គឺត្រូវមានអាយុ18ឆ្នាំទី3គឺយើងត្រូវ maintain presence ឬក៏យើងត្រូវស្នាក់នៅសហរដ្ឋអាមេរិកឬក៏មានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក30ខែយ៉ាងហោចណាស់ក្នុងរយៈពេល5ឆ្នាំនៃការកាន់ Green Card អញ្ចឹងព្រោះបងខ្លះអាចពេលមាន Green Card ហ្នឹងគាត់អាចធ្វើដំណើរទៅមកហើយមកលេងស្រុកខ្មែរមកអីចឹងណាអញ្ចឹង30ខែមានវត្តមាននៅក្នុងទឹកដីសហរដ្ឋអាមេរិកសម្រាប់អ្នកដែលមានលក្ខខណ្ឌ5ឆ្នាំមានសិទ្ធិប្រឡង18ខែមានវត្តមាននៅក្នុងសហរដ្ឋអាមេរិកសម្រាប់អ្នកដែល3ឆ្នាំមានសិទ្ធិប្រឡងអញ្ចឹងខុសគ្នាអ្នកមានសិទ្ធិ3ឆ្នាំអ្នកមានសិទ្ធិ5ឆ្នាំអញ្ចឹងលក្ខខណ្ឌទី3គឺត្រូវអញ្ចឹងលក្ខខណ្ឌទី4គឺបងមិនត្រូវធ្វើដំណើរចេញក្រៅសហរដ្ឋអាមេរិកលើស6ខែព្រោះអីកាលណាធ្វើដំណើរចេញក្រៅអាមេរិកទេមិនថាយើងទៅលេងទៅខាងទៅណាទេគឺបើសិនជាយើងចេញពីសហរដ្ឋអាមេរិកលើសពី6ខែក្នុងនាមជាអ្នកមាន permanent resident ឬក៏ Green Card ហ្នឹងគឺគេក្នុងច្បាប់គេអាចចាប់ទុកថាយើងបោះបង់សិទ្ធិរស់នៅហ្នឹងហើយព្រោះយើងចេញទៅយូរពេកប៉ុន្តែក៏មានលក្ខខណ្ឌលើកលែង emergency អីខ្លះដែរអញ្ចឹងអាហ្នឹងវាមានតាមតែក់ស្ដែងប៉ុន្តែជា advice របស់ពួកខ្ញុំបងកាន់ Green Card មិនគួរចេញលើ6ខែទេពីសហរដ្ឋអាមេរិកអញ្ចឹងអាហ្នឹងជាលក្ខខណ្ឌហ្នឹងសម្រាប់លក្ខខណ្ឌមួយទៀតនោះគឺបងត្រូវមានគេហៅ good moral character ជាលក្ខខណ្ឌទី5 good moral character ហ្នឹងគឺចង់សំដៅទៅលើបុគ្គលិកលក្ខណៈឬអត្តចរិតយើងត្រូវមានអត្តចរិតល្អនិងបុគ្គលិកលក្ខណៈល្អដែលមានលក្ខខណ្ឌផ្សេងនៅក្នុងដូចជាបងមិនដែលមានធ្លាប់ជាប់ទោសទណ្ឌអីពីមុនជាពិសេសបទអក្រិតឬក៏បទព្រមផ្ទាល់អីអាហ្នឹងគឺសំខាន់បើសិនជាយើងមានទោសទណ្ឌទាំងអស់ហ្នឹងគឺយើងអត់គ្រប់លក្ខខណ្ឌទេក្នុងការប្រឡងចូលសញ្ជាតិមិនឲ្យតែយើងមាន Green Card 5ឆ្នាំហើយយើងប្រឡងបានទេបើមិនជាយើងមានទោសទណ្ឌតែមានតែជាប្រភេទទោស criminal ណាឬក៏ទោសព្រមផ្ទាល់អាហ្នឹងគឺយើងអត់មានសិទ្ធិប្រឡងដែរអាហ្នឹងហើយមួយទៀតពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុផ្សេងដូចជាការលាងលុយកខ្វក់ឬក៏បងប្រកាសពន្ធបានត្រឹមត្រូវឬក៏ក្លែងបន្លំពន្ធក្លែងបន្លំឯកសារក្លែងបន្លំទិន្នន័យប្រកាសពន្ធទៅឲ្យ IRS ឬក៏ខាងរដ្ឋាភិបាលគេនឹងមិនត្រឹមត្រូវហ្នឹងក៏នេះដែរក៏បងមានសិទ្ធិលក្ខខណ្ឌអត់គ្រប់លក្ខខណ្ឌនៅក្នុង good moral character ឬក៏អត្តចរិតល្អបុគ្គលិកលក្ខណៈល្អដែរហើយលក្ខខណ្ឌជាចុងក្រោយលក្ខខណ្ឌទី6គឺយើងត្រូវចេះភាសាអង់គ្លេសជាមួយនឹងការសមត្ថភាពឬចំណេះដឹងនៅក្នុងការប្រឡង civic test US citizenship civic test ដែលគេនឹងអាចសួរថាពីប្រវត្តិសហរដ្ឋអាមេរិកពីច្បាប់សហរដ្ឋអាមេរិកហើយអាមេរិកមានរូបផ្កាយ50នៅលើទង់ជាតិហេតុអីតើអំណាចនៅសហរដ្ឋអាមេរិកចែកជាប្រមាណចែកជាហើយតុលាការនៅសហរដ្ឋអាមេរិកមានប្រមាណថ្នាក់សភាសមាជិកសភាសមាជិកព្រឹទ្ធសភាមានប្រមាណរូបប្រធានាធិបតីត្រូវទៅរស់នៅណាហើយអាមេរិកទទួលបានឯករាជ្យនៅពេលណាអីជាដើមអានោះគឺបងត្រូវចេះទាំងអស់នោះដែរហើយសម្រាប់ភាសាអង់គ្លេសគឺគេមានលក្ខខណ្ឌលើកលែងខ្លះដែរ
ដែលយើងមានសិទ្ធិប្រឡងដែរបើយើងអត់ចេះប៉ុន្តែលក្ខខណ្ឌទាំងអស់នោះ exception វាមាន exception នឹងដែរដែលបងអាចប្រឡងបានហើយបងចង់ដឹងអាចធ្វើការ comment នៅក្នុងវីដេអូនេះពួកខ្ញុំនឹងចេញវីដេអូបកស្រាយថាតើលក្ខខណ្ឌលើកលែងអីខ្លះសម្រាប់បងដែលមិនចេះអង់គ្លេសហើយអាចប្រឡងចូលសញ្ជាតិបានអញ្ចឹងលក្ខខណ្ឌដើម្បីប្រឡងចូលសញ្ជាតិមានតែមួយហ្នឹងទេសម្រាប់បងដែលចង់ស្វែងយល់ពីកម្មវិធីទៅរស់នៅសហរដ្ឋអាមេរិកជាចិនត្រៃតាមរយៈកម្មវិធី employment base ឬក៏ EB3 ហ្នឹងអាចធ្វើការតាក់ទងប្រឹក្សាជាមួយក្រុមហ៊ុន Visa Hub យើងបានដោយយើងប្រឹក្សាតែមិនគិតថ្លៃឡើយហើយសម្រាប់ការទៅរស់នៅសហរដ្ឋអាមេរិកជាចន្ទ័យតាមរយៈកម្មវិធី B3 ហ្នឹងសម្រាប់បងដែលខ្វះលទ្ធភាពនៅក្នុងការបង់សេវាអាចធ្វើការចាប់ផ្ដើមមួយជាងខ្ញុំត្រឹមចន្លោះ$400-500ក្នុងមួយខែអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានលុយដុំទេអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមតាក់ទងមក Visa Hub